រុនថុតនៅកំពង់ធំមានករណីឃាតកម្មលើបុគ្គលិកធនាគារស្រីម្នាក់ជា CEO កប់ចោលក្នុងដីបំបត្តិភ័ស្តុតាងជារឿងដ៏គួរឲ្យស្លុតចិត្តនិងនឹកស្មានមិនដល់នៅរសៀលថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នេះសារព័ត៌មានក្នុងស្រុកបានចុះផ្សាយពីករណីស្ត្រីជាបុគ្គលិកធនាគារ CEO មួយរូបត្រូវបានគេសម្លាប់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំទាក់ទិនទៅនឹងករណីនេះតាមរយៈเพจសារព័ត៌មានបានបញ្ជាក់នៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025ឲ្យបានដឹងថានៅថ្ងៃនេះសមត្ថកិច្ចរកឃើញករណីឃាតកម្មសម្រាប់បុគ្គលិកធនាគារមួយរូបជា CEO ភេទស្រីកើតហេតុនៅចំណុចភូមិក្រូចឃុំស្វាយភ្លើងស្រុកតាំងគោកខេត្តកំពង់ធំតាមប្រភពព័ត៌មានបានឲ្យដឹងទៀតថាករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវទៅលើករណីខាងលើនិងបានគាស់សាកសពដើម្បីធ្វើកុសលវិច័យស្វែងរកការពិតផងដែរយ៉ាងណាមិញនេះគ្រាន់តែជាព័ត៌មានបឋមដែលទទួលបានសម្រាប់ព័ត៌មានលម្អិតបន្ថែមយើងនឹងជម្រាបជូននៅពេលក្រោយសូមរំលឹកផងដែរថាថ្មីនេះក្រុមគ្រួសារបានបង្ហោះសារស្វែងរកជនរងគ្រោះខាងលើដែលករណីបាត់ខ្លួននៅវេលាម៉ោង3រសៀលនាងជាបុគ្គលិកធនាគារបានដើរទារលុយគេដែលក្រុមគ្រួសារដើរស្វែងរកគ្រប់ច្រកល្ហកអស់ហើយមិនទាន់ឃើញទេសង្ស័យបាត់ខ្លួននៅម្ដុំឃុំស្វាយភ្លើងឈ្មោះហឹមទីណាអាយុ22ឆ្នាំរស់នៅភូមិរិសិលឃុំស្វាយភ្លើងស្រុកតាំងគោកខេត្តកំពង់ធំចាដោយនៅខេត្តកំពង់ធំចាមានករណីឃាតកម្មទៅលើបុគ្គលិកធនាគារស្រីម្នាក់ចាដែលជា CEO ចាបានកប់ចូលទៅក្នុងដីបំបត្តិភ័ស្តុតាងទៀតផងចារឿងរ៉ាវដ៏គួរឲ្យស្លុតចិត្តនេះគឺបានកើតឡើងនៅរសៀលថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នេះចាគឺមានសារព័ត៌មានក្នុងស្រុកបានចុះផ្សាយអំពីករណីស្ត្រីជាបុគ្គលិកធនាគារ CEO មួយរូបចាត្រូវបានគេសម្លាប់នៅក្នុងភូមិសាស្ត្រនៃខេត្តកំពង់ធំតែទន្ទឹមនឹងករណីនេះផងដែរចាតាមរយៈเพจសារព័ត៌មានក្នុងស្រុកមួយបានបញ្ជាក់នៅថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នេះបានឲ្យដឹងថានៅក្នុងថ្ងៃនេះសមត្ថកិច្ចរកឃើញករណីឃាតកម្មដោយសម្លាប់បុគ្គលិកធនាគារមួយរូបចាជា CEO ដែលមានភេទស្រីកើតហេតុនៅចំណុចក្នុងភូមិក្រូចឃុំស្វាយភ្លើងស្រុកតាំងគោកនៃខេត្តកំពង់ធំតាមប្រភពព័ត៌មានក៏បានបញ្ជាក់ឲ្យដឹងទៀតផងដែរថាករណីនេះសមត្ថកិច្ចក៏កំពុងតែធ្វើការស្រាវជ្រាវទៅលើករណីខាងលើនិងបានគាស់សាកសពចាដើម្បីធ្វើកុសលវិច័យនិងស្វែងរកការពិតផងដែរចាយ៉ាងណាមិញនេះគ្រាន់តែជាព័ត៌មានបឋមដែលទទួលបានចាសម្រាប់ព័ត៌មានលម្អិតបន្ថែមយើងនឹងជម្រាបជូននៅពេលក្រោយបន្តិចទៀតសូមលើកផងដែរថាថ្មីនេះចាក្រុមគ្រួសារក៏បានបង្ហោះស្វែងរកជនរងគ្រោះខាងលើផងដែរដែលករណីបាត់ខ្លួននៅវេលាម៉ោងប្រមាណជា3រសៀលនាងគឺជាបុគ្គលិកធនាគារចាបានដើរទារលុយគេចាដោយក្រុមគ្រួសារខាងលើនឹងស្វែងរកគ្រប់ច្រកល្ហកអស់ហើយតែមិនទាន់ឃើញចាសង្ស័យថាបាត់ខ្លួននៅម្ដុំឃុំស្វាយភ្លើងចាដោយស្ត្រីខាងលើគាត់មានឈ្មោះថាហឹមទីណាដែលមានអាយុ22ឆ្នាំដែលរស់នៅចានៅក្នុងឃុំស្វាយភ្លើងស្រុកតាំងគោកនៅខេត្តកំពង់ធំ